Chấm điểm số bát phục mai bong ôn từng ở kia để bàn tạm đàn video rồi bọc nhóm bạn. Ngày nay nhóm này dành pi spa priêm miền pok khmauประเภท เปีย เป็น เรือ ดอง ខ្លួន តែ មុខ ពណ៌ ខ្មៅ គ្មាន រង្វង់ កង ព័ទ្ធ ជុំ វិញ ភ្នែក ទេ ផ្នែក ច្រមុះ និង មាត់ មាន ពណ៌ ស ប្រភេទ ស្វា ព្រាម មាន ដុះ កញ្ចុំ ពុក មាត់ វែង ពណ៌ ស ដុះ ព័ទ្ធ ជុំ វិញ ផ្ទៃ មុខ ស្ទើរ តែ លុប បាត់ ត្រចៀក រុំ ក្បាល ដុះ វែង កញ្ចុំ ខ្ពស់ ហើយ កាន់ តែ វែង ទៅ ចំពោះ ស្វា ចាស់ កូន ស្វា នៅ តូច មាន ពណ៌ ទឹក ក្រូច ខ្ចី មាន ប្រអប់ ដៃ និង ប្រអប់ ជើង ពណ៌ ខ្មៅ នឹង គ្មាន រោម កញ្ចុំ នៅ លើ ក្បាល ដូច ស្វា ចាស់ ទេ នៅ ពេល វា ពេញ វ័យ វា ប្រែ ពណ៌ ជា រោម ប្រផេះ ដែល ដោះ លាត សន្ធឹង រៀល ដល់ ប្រអប់ ជើង និង កន្ទុយ ហើយ ការ ប្រែ ពណ៌ នេះ ចាប់ ផ្ដើម ក្រោម អាយុ 3 ខែ វា មាន ពណ៌ ប្លែក គ្នា ជា ច្រើន អាស្រ័យ តាម តំបន់ ដូចជា តំបន់ ក្បែរ មាត់ ទន្លេ ស្ទឹង តំបន់ វាល ភក់ តំបន់ ព្រៃ ស្រោង ព្រៃ ពាក់ កណ្ដាល ស្រោង ស្វា ព្រាម ត្រូវ បាន គេ ប្រទះ ឃើញ នៅ ព្រៃ ស្រោង ព្រៃ ពាក់ កណ្ដាល ស្រោង និង តំបន់ ឆ្នេរ ព្រៃ កោងកាង ពួក វា រស់ នៅ លើ ដើម ឈើ ហើយ អាច ចុះ ដី ម្ដង ម្កាល ដើម្បី រត់ លេង និង ស៊ី ដី ច្រាប មាន សារធាតុ ខនិញ ចំណី អាហារ របស់ វា មាន ត្រួយ ឈើ មើម ផ្លែ ឈើ ខ្ចី ផ្លែ កកោះ ត្រសេក ផ្កា និង សត្វ ល្អិត ផង ដែរ វា រស់ នៅ ជា ក្រុម ដែល មាន ចំនួន ពី 10 ទៅ 40 ក្បាល ឬ ច្រើន ភាព ស្ងៀម ស្ងាត់ បំផុត វា កាត់ កូន ក្នុង អំឡុង ខែ ធ្នូ រហូត ដល់ ខែ ឧសភា ស្វា ព្រាម មាន វត្តមាន នៅ តំបន់ ជួរ ភ្នំ ក្រវាញ តំបន់ ជុំវិញ បឹង ទន្លេ សាប ភូមិ ភាគ ខាង ជើង បឹង ទន្លេ សាប និង ព្រំ ប្រទល់ កម្ពុជា វៀតណាម ក៏ មាន វត្តមាន ផង ដែរ នៅ ភាគ ខាង ត្បូង ប្រទេស ចិន និង ប្រទេស ភូមា រហូត ទៅ ដល់ ភាគ ខាង ត្បូង ឥណ្ឌូ ចិន និង ភាគ ខាង ត្បូង ប្រទេស ថៃ ស្វា ព្រាម ស្ថិត ក្នុង ក្រុម ប្រភេទ មាន ដៃ បង្គួរ ប្រភេទ នេះ ត្រូវ បាន ចុះ ក្នុង បញ្ជី ក្រហម IUCN ជា ប្រភេទ រង គ្រោះថ្នាក់ តិចតួច លើ ពិភព លោក ស្វា ព្រាម កំពុង រង គ្រោះថ្នាក់ ដោយ សារ ការបរបាញ់ ការ បាត់បង់ ទី ជម្រក និង ការ ធ្វើ ពាណិជ្ជកម្ម សូម បងប្អូន ទាំង អស់ គ្នា ចូល រួម អភិរក្ស សត្វ ព្រៃ នៅ កម្ពុជា ទាំង អស់ គ្នា ដើម្បី ឲ្យ មាន សត្វ ច្រើន ពាពេញ នៅ ក្នុង ព្រៃ មួយទៀត បងប្អូន កុំភ្លេច follow page ដើម្បី ទទួល បាន នៅ វីដេអូ ថ្មីៗ ជា បន្ត សូម អរគុណ សូម ជម្រាប លា